ព្រះគម្ពីរម៉ាថាយចំពុក5ព្រះយេស៊ូវតតឃើញមហាជនទាំងនោះព្រះអង្គយាងឡើងទៅលើភ្នំដោយព្រះអង្គគង់នៅទីនោះសិស្សនាំគ្នាចូលមកគាល់ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថាអ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់អ្នកនោះមានសុភមង្គលហើយត្បិតពួកគេបានទទួលព្រះរាជនៃស្ថានបរមសុខអ្នកណាសោកសៅអ្នកនោះមានសុភមង្គលហើយត្បិតព្រះជាម្ចាស់នឹងសម្រាប់ទុកពួកគេអ្នកណាមានចិត្តស្លូតបូតអ្នកនោះមានសុភមង្គលហើយត្បិតពួកគេនឹងទទួលផែនដីទុកជាមរតកអ្នកណាស្រេកឃ្លានសេចក្តីសុចរិតអ្នកនោះមានសុភមង្គលហើយត្បិតព្រះជាម្ចាស់នឹងប្រទានឲ្យពួកគេបានឆ្អែតអ្នកណាមានចិត្តមេត្តាករុណាអ្នកនោះមានសុភមង្គលហើយត្បិតព្រះជាម្ចាស់នឹងសម្ដែងព្រះហត្ថមេត្តាករុណាដល់ពួកគេវិញអ្នកណាមានចិត្តបរិសុទ្ធអ្នកនោះមានសុភមង្គលហើយត្បិតពួកគេនឹងឃើញព្រះជាម្ចាស់អ្នកណាក៏សាងសន្តិភាពអ្នកនោះមានសុភមង្គលហើយត្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិតអ្នកនោះមានសុភមង្គលហើយត្បិតគេបានទទួលក្នុងព្រះរាជនៃស្ថានបរមសុខប្រសិនបើមានគេថ្មីតែដៀបៀតបៀននិងមានគេនិយាយអាក្រក់គ្រប់យ៉ាងបង្ខំឈ្មោះអ្នករកគ្នាព្រោះតែខ្ញុំនោះអ្នករកគ្នាមានសុភមង្គលហើយចុះអត់សប្បាយរីករាយឡើងព្រោះអ្នករកគ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខត្បិតពួកព្យាការីដែលរស់នៅមុខអ្នករកគ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរអ្នករកគ្នាជាពន្លឺសម្រាប់មនុស្សលោកប៉ុន្តែបើអំពើបាក់ចិត្តប្រែហើយតើគេនឹងយកអ្វីមកធ្វើឲ្យប្រែឡើងវិញបានអំបិលនោះគ្មានប្រយោជន៍អ្វីទេគឺមានតែបោះចោលទៅខាងក្រៅឲ្យមនុស្សដើរជន់ប៉ុណ្ណោះអ្នករកគ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោកគេមិនអាចលាក់កំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយគេមិនដាក់ឲ្យចង្គៀងហើយយកធុងគ្របពីលើនោះទេគឺគេយកចង្គៀងទៅដាក់លើជើងចង្គៀងវិញហើយចង្គៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះជាប់ពន្លឺរបស់អ្នករកគ្នាបំភ្លឺមនុស្សទាំងឡាយដូច្នោះដែរគេនឹងឃើញអំពើល្អដែលអ្នករកគ្នាប្រព្រឹត្តហើយលើកកើនសេរីរុងរឿងព្រះបិតារបស់អ្នករកគ្នាដែលគង់នៅស្ថានបរមសុខសូមគំនិតស្មានថាខ្ញុំមកលុបបំបត្តិគម្ពីរវិន័យឬគម្ពីរព្យាការីឆ្លឡើយខ្ញុំមិនមែនមកលុបបំបត្តិទេគឺខ្ញុំមកធ្វើឲ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញខ្ញុំសូមប្រាប់អ្នករាល់គ្នាបានដឹងច្បាស់ថាដរាបណាផ្ទៃមេឃនិងផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀសឬបន្តណាមួយក្នុងព្រះគម្ពីរត្រូវលុបបំបត្តិឡើយគឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុតអ្នកណាល្មើសបទបញ្ជាតូចមួយនេះហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាមអ្នកនោះនឹងមានឋានៈធូរជាងគេក្នុងព្រះរាជនៃស្ថានបរមសុខទៅវិញអ្នកណាប្រព្រឹត្តតាមបទបញ្ជាទាំងនេះហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្តតាមអ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជនៃស្ថានបរមសុខខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាបើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្តីសុចរិតរបស់ពួកអាចារ្យនិងពួកផារីស៊ីទេអ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជនៃស្ថានបរមសុខបានឡើយអ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលបានថ្លែងព្រះបុព្វបុរសថាកុំសម្លាប់នោះអ្នកណាសម្លាប់គេអ្នកនោះនឹងត្រូវផ្ដន្ទាទោសរីឯខ្ញុំវិញខ្ញុំសូមប្រាប់អ្នករាល់គ្នាថាអ្នកណាខឹងនឹងបងប្អូនអ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរអ្នកណាប្រតិផ្ដាសាបងប្អូនអ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោសហើយអ្នកណាម៉េះតែឌីគេអ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវិជ័យដូច្នេះកាលណាអ្នកយកដង្វាយទៅថ្វាយព្រះម្ចាស់ព្រះជាម្ចាស់ហើយនៅទីនោះគេនឹងឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នកចូលទុកដង្វាយរបស់អ្នកនៅកន្លែងថ្វាយដង្វាយហើយទៅស្រស់ស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិនរួចសម្បល់មកថ្វាយដង្វាយរបស់អ្នកវិញកាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគង់វេទរបស់អ្នកចូលស្រស់ស្រួលជាមួយអ្នកនោះជាប្រញាប់ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រមបញ្ជូនអ្នកទៅនគរបាលហើយអ្នកត្រូវជាប់គុកខ្ញុំសូមប្រាប់អ្នករកអ្នកច្បាស់ថាដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួនឥតខ្វះមួយសេនទេនោះអ្នកនឹងមិនរួចខ្លួនឡើយអ្នករាល់គ្នាធ្លាប់លើសេចក្តីថ្លែងទៅមកថាកុំធ្វើប្រអំពើផាត់ក្បត់រីឯខ្ញុំវិញខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថាអ្នកណាមើលស្ត្រីម្នាក់ហើយមានចិត្តស្រាប់ស្រាចង់រកប្រវេណីជាមួយនាងអ្នកនោះដូចជាបានប្រអំពើខុសបាត់ជាមួយនាងក្នុងចិត្តរបស់ខ្លួនរួចស្រេចទៅហើយប្រសិនបើភ្នែកស្ដាររបស់អ្នកនាំអ្នកប្រព្រឹត្តអំពើបាបចូលខ្វេះចេញហើយបោះចោលទៅឆ្ងាយពីអ្នកទៅបើអ្នកបាត់ភ្នែកតែមួយនេះប្រសើរជាងមិនដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរកប្រសិនបើដៃស្ដាររបស់អ្នកនាំអ្នកប្រព្រឹត្តអំពើបាបចូលកាត់វាហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅបើអ្នកបាត់តែអវយវៈមួយនេះប្រសើរជាងមិនដោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរកនេះសេចក្តីថ្លែងទុកមកថាបរិះណាលែងភរិយាត្រូវធ្វើលេខក្តីយ៉ាងអនារីឯខ្ញុំវិញខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថាបរិះណាលែងភរិយារបស់ខ្លួនលែងតែរួមរស់ជាមួយគ្នាដោយឥតបានរៀបការបរិះនោះធ្វើឲ្យនាងទៅជាស្ត្រីផិតក្បត់ប្រសិនបើនាងរៀបការម្ដងទៀតរីឯបរិះណារៀបការនឹងស្ត្រីប្តីលែងបរិះនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ
អ្នករស់គ្នាធ្លាប់បានលើសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថាកុំបំភ្លេចពីសម្បត្តិចោលឡើយត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បត់នឹងព្រះអង្គម្ចាស់ដែលខ្ញុំវិញខ្ញុំសូមបញ្ជាក់ប្រាប់អ្នករស់គ្នាថាកុំស្បត់ឲ្យសោះកុំស្បត់ដោយយកមេជាសាក្សីឡើយព្រោះមេជាបល្លារបស់ព្រះជាម្ចាស់កុំស្បត់ដោយយកផែនដីជាសាក្សីដែរផែនដីជាកំណប់ទ្រព្យព្រះបាទទារបស់ព្រះអង្គកុំស្បត់ដោយយកក្រុងយេរូសាឡឹមជាសាក្សីព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះជាមហាក្សត្រដ៏ឧត្តមកុំស្បត់ដោយយកក្បាលអ្នកជាសាក្សីព្រោះអ្នកពុំអាចធ្វើឲ្យសាររបស់អ្នកទៅជាសឬខ្មាស់បានឡើយសូម្បីតែមួយទសៃក៏ពុំបានផងត្រូវនិយាយឲ្យទៀងទាត់បើមែនឲ្យប្រកាសជាមែនបើទេឲ្យប្រកាសថាទេរាយពាក្យពន្លើសុទ្ធតែមកពីមេកំណាចទាំងអស់អ្នករកគ្នាធ្លាប់បានលើសេចក្តីថ្លែងទុកមកថាប្រសិនបើគេវាភ្នែកអ្នកម្ខាងត្រូវវាភ្នែកគេតែម្ខាងវិញប្រសិនបើគេវាអ្នកបាក់ធ្មេញមួយត្រូវវាគេបាក់ធ្មេញមួយតែមួយដែររីឯខ្ញុំសូមបញ្ជាក់ប្រាប់អ្នករកគ្នាថាកុំតបតនឹងមនុស្សកំណាចសោះបើគេតែកំភ្លៀងស្ដាំរបស់អ្នកចុះបាយឲ្យគេតែកំភ្លៀងតែម្ខាងទៀតទៅបើមានគេប្តឹងចង់បានអាវក្នុងរបស់អ្នកចូលឲ្យគេយកអាវធំថែមទៀតទៅបើមានគេបង្ខំឲ្យអ្នកធ្វើដំណើរមួយយោចូលទៅពីរយោជាមួយគេចោះអ្នកណាសុំអ្វីពីអ្នកចូលឲ្យគេទៅហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីពីអ្នកដែរអ្នករកគ្នាធ្លាប់បានលើសេចក្តីថ្លែងទុកមកថាចូលស្រឡាញ់បងប្អូនទៀតហើយស្អប់ខ្មាស់សត្រូវរបស់អ្នករីឯខ្ញុំវិញខ្ញុំសូមបញ្ជាក់ប្រាប់អ្នករកគ្នាថាចូលស្រឡាញ់ខ្មាស់សត្រូវរបស់អ្នករកគ្នាព្រមទាំងទូអង្វរព្រះជាម្ចាស់សូមព្រះអង្គប្រទានពរឲ្យអស់អ្នកដែលបិទមានអ្នករកគ្នាផងធ្វើដូច្នេះអ្នករកគ្នានឹងបានទៅជាបុត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខបាត់ព្រះអង្គប្រទានឲ្យព្រះតេស្តរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ទាំងមនុស្សល្អហើយទ្រង់ប្រទានទឹកភ្លៀងឲ្យទាំងមនុស្សជ្រៅនិងមនុស្សទុច្ចរិតផងដែរប្រសិនបើអ្នករកគ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករកគ្នាតើនឹងទទួលរង្វាន់អ្វីសូម្បីតែអ្នកទាពន់ក៏ជាស្រឡាញ់គ្នាគេដែរបើអ្នករកគ្នារកព្រោះតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះតាមមានអ្វីអស្ចារ្យសូម្បីតែសារដទៃក៏ប្រតិដូច្នោះដែរព្រះបិតារបស់អ្នករកគ្នាដែលគង់នៅស្ថានបរមសុខទ្រង់គ្រប់លក្ខយ៉ាងណាសូម្បីអ្នករកគ្នាបានគ្រប់លក្ខយ៉ាងនោះដែរអាមែន